នេះគឺជាកន្លែងចំពោះថ្លាន់ណាបងប្អូនកន្លែងចំពោះថ្លាន់គេគឺធំខ្លាំងមែនតើហើយពោះឲ្យចំណៃម្ដងដឹងអស់ប៉ុន្មានទៅបងប្អូនមាន់មួយពោះមួយមាន់មួយពោះមួយមាន់មួយមកដល់ពេលពោះថ្លាន់ថាពោះថ្លាន់ឬមួយក៏ពោះអីបងប្អូនដែលគាត់តម្កល់អញ្ចឹងវានៅពេលដែលវាស៊ីចំណៃគឺយើងចាប់បានតាមចិត្តដូចពោះវែកឬមួយក៏ពោះអីទៅពេលវាចាប់ចំណីដល់ផ្អើលទៅអត់ឬមួយក៏អត់ទេខ្ញុំអត់សូវដឹងដែរក៏តែមើលទៅពោះថ្លាន់នេះវាចាប់ចំណីវានៅស្ងៀមហ្មងវានៅស្ងៀមវាអត់កាចទេតែបើសិនជាវាអត់ចាប់ចំណីដឹងវាកាចហើយក៏តែលឺចាស់និយាយថាពោះថ្លាន់អត់សូវមានពឺដូចពោះវែកទេបងប្អូនទៅអត់តែខ្ញុំដូចអញ្ជើញណាវាមានដូចតែគ្នាហ្នឹងគ្រាន់ថាវាមានតែវាមានតិចវាអត់សូវច្រើនដូចពោះវែកពោះអីផ្សេងអញ្ចឹងណាវាមានពឺខុសៗគ្នាអញ្ចឹងទៅដូចត្រែងដែងដូចអីផ្សេងអញ្ចឹងទៅបងប្អូនសិតតែពោះវែកសុំទៅបងប្អូនសិតតែពោះថ្លាន់ទាំងអស់បងប្អូនបាទគេចិញ្ចឹមពោះថ្លាន់ប្រហែលជានៅពេលដែលគេលក់ចេញទៅក្រៅទៅណាទៅណីវាថ្លៃអញ្ចឹងណាបងប្អូនដូចមើលចាក់ស្ដាយអញ្ចឹងបើសិនជាវាចាប់ចំណីវា slow ទេវាចាប់ចំណីវាគិតតែពីលេបចំណីលមូលចំណីអញ្ចឹងទៅហើយសំខាន់កន្លែងចំពោះមានសំសិនតិចទៀតបងប្អូនគ្រាន់បើយើងកន្លែងខ្ញុំទៀតវីដេអូនេះហាងវែងបន្តិចបងប្អូនហើយ review វីដេអូនេះហាងវែងបន្តិចបញ្ជាក់បងប្អូនអត់ដឹងថាវីដេអូនេះចេញពីប្រភពខាងណាទេខាងចិនឬមួយក៏ខាងបរទេសខ្ញុំអត់ដឹងទេក៏ប៉ុន្តែវីដេអូនេះខ្ញុំយកចេញពី app ចិនអញ្ចឹងណាតោះតែយើងបន្តវីដេអូទៀតបាទឥឡូវបងអ្នកនេះកំពុងតែលើកពោះទៀតដោយសារតែពោះហ្នឹងវាខំវាបានចំណៃគឺវាតែងតែវានៅស្ងៀមហីអញ្ចឹងយើងលើកតំណាលើកតំណីក៏បានតាមចិត្តដែរឥឡូវមកដល់ប្រហែលគីឡូទៅសាក់ទាញមើលបើយក50គីឡូមិនដឹងអីលើចង់រូចហងបើ50គីឡូក៏40គីឡូជាងដែរធំមកពោះបងប្អូនដល់កងមើលចាក់ស្ដែងកន្លែងចំពោះសំសិនតិចទៀតអែមមកគេយាយបាទហើយទៅទៀតហើយដល់កង